បងប្អូនខ្មែរយើងខ្លះហ្នឹងគាត់យកបរទេសជាគោលហើយអ្វីដែលគាត់ខិតខំគឺគាត់ខិតខំរស់ស៊ីគាត់ខិតខំធ្វើការគាត់ខិតខំកេងប្រវ័ញ្ចជាតិហ្នឹងគោលបំណងរបស់គាត់ហ្នឹងគឺដើម្បីមានថវិកាមានលុយគ្រប់គ្រាន់ដើម្បីទៅរស់នៅក្រៅប្រទេសបាទដើម្បីទិញជាតិដើម្បីអីទៅទៀតបាទវាមិនមែនទាំងអស់ទេអ្នកទៅរស់នៅក្រៅប្រទេសអ្នកខ្លះគាត់ក៏មិនបានទៅដោយអំពើពុករលួយដែរប៉ុន្តែគាត់ទៅដោយស្របច្បាប់ឬក៏ទៅដោយវិធីណាដែលល្អអញ្ចឹងទៅបាទជំរាបសួរបងប្អូនអរគ្នាខ្ញុំចង់លើកយកប្រធានបទតកតងនឹងមូលដ្ឋានគ្រឹះរបស់សង្គមកម្ពុជាមកជជែកបាទនេះគឺជាជ្រុងតូចមួយតកតងទៅនឹងមូលដ្ឋានរបស់សង្គមយើងបច្ចុប្បន្នអាចថាមានភាពប្រសើរច្រើនហើយប៉ុន្តែក៏នៅតែមានមួយផ្នែកធំដែលនៅក្នុងស្ថានភាពនេះឡើយបាទសួរថាតើប្រជាជនកម្ពុជាបច្ចុប្បន្នឬក៏កាលពីដើមគាត់មានមូលដ្ឋានគ្រឹះនៅកន្លែងណាមានបញ្ហាគាត់ទៅរកអ្នកណាឲ្យជួយមានរឿងឬក៏មានសង្គ្រាមគាត់ដោះស្រាយដោយរបៀបណាបើសិនជាយើងក៏លេចទៅមើលសម័យឧដុង្គសម័យម្ចាស់អង្គមីយើងឃើញថាសង្គ្រាមកើតឡើងគ្រប់ទីកន្លែងគ្រប់ពេលវេលាប្រជាជននឹងអត់មានពេលវេលាសូម្បីតែធ្វើរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិតឲ្យស្រួលបួលទេបាទពេលធ្វើកសិកម្មធ្វើអីចឹងគឺមានការបំផ្លិចបំផ្លាញពីកងទ័ពវៀតណាមពីកងទ័ពរបស់ខាងសៀមបាទទន្ទ្រានវាយតប់គ្នាចុះឡើងសៀមហើយនិងវៀតណាមនឹងធ្វើសង្គ្រាមនៅក្នុងទឹកដីខ្មែរហើយខ្មែរយើងក៏មានទ័ពមួយផ្នែកដើម្បីទប់ទល់ដែរប៉ុន្តែកន្លែងនេះហើយដែលធ្វើឲ្យសង្គមរបស់យើងនឹងមានភាពរង្គោះរង្គើហើយយើងក៏ឃើញថានៅក្នុងចន្លោះពេលវេលាហ្នឹងប្រជាជនកម្ពុជាយើងប្រជាជនខ្មែរយើងពឹងលើអ្វីគោលបាទទីពឹងរបស់ពួកគាត់ដោយសារតែសង្គ្រាមចាក់ស្រេះនឹងឯងគឺគាត់ពឹងទីមួយទៅលើអ្នកមានបុណ្យបាទក្នុងចិត្តរបស់គាត់សង្ឃឹមថាពេលណានឹងមានអ្នកមានបុណ្យចុះមកជួយសង្គ្រោះនិងជួយដោះស្រាយបញ្ហាដែលគាត់ជួបបាទអាហ្នឹងឲ្យតែមានរឿងមកគាត់រនឹកឃើញមុនគេហ្នឹងគឺសូមអ្នកមានបុណ្យទេវតាប្រអិនប្រព្រំចុះមកជួយអញ្ចឹងទៅបាទអានេះគឺជាទីពឹងរបស់គាត់មួយទៀតបើសិនជាកូនឈឺទីពឹងគាត់ទៅរត់រកគ្រូមន្តអាគមអូមអាមរត់រកគ្រូសិលបាត់របស់បាត់របររកពុទ្ធទាយមានបញ្ហាស្រូវមានបញ្ហាដាំដុះមិនបានផលឬក៏មានអ្វីកើតឡើងគឺគាត់រត់ទៅរបស់ទាំងអស់នោះជាទីពឹងបាទអញ្ចឹងទាំងអស់ហ្នឹងវាមិនខុសទេវាជាកម្លាំងចិត្តវាជួយឲ្យពួកគាត់នឹងអាចដោះទុក្ខឬក៏បន្ធូរបន្ថយអារម្មណ៍ដែរប៉ុន្តែនៅពេលដែលពឹងទៅលើអានឹងទាំងស្រុងទៅវាបាត់ដំណោះស្រាយវាអត់មានមួយទៀតប្រជាជនកម្ពុជាលែងខ្វល់លែងគិតពីជាតិទៅហើយព្រោះរត់ប្រះយោគិតតែវាអាយុជីវិតធ្វើម៉េចឲ្យជីវិតគង់មានពេលណាទៅគិតរឿងជាតិបើអាយុជីវិតមិនដឹងជាគង់ឬក៏មិនគង់ផងបាទអញ្ចឹងគឺយើងបាត់មូលដ្ឋានគ្រឹះតកតងទៅនឹងការយកជាតិជាធំបាទអញ្ចឹងទាំងអស់នេះសង្គ្រាមបញ្ហាដែលជួបនេះធ្វើឲ្យប្រជាជនរបស់យើងបាត់មូលដ្ឋាននៅក្នុងការពិចារណាខ្វះខាតចំណេះដឹងនៅក្នុងការវិភាគក្នុងការគិតចំណេះដឹងក្នុងការស្រាវជ្រាវចំណេះដឹងក្នុងការស្វែងយល់គូក្បាលលែងគិតពីរឿងហេតុរឿងផលគឺខ្វល់តែរឿងយករួចរស់នៃជីវិតបញ្ហាវាច្រើនពេកបាទអញ្ចឹងអានោះគឺជាហេតុមួយដែលធ្វើឲ្យជាតិរបស់យើងមិនដឹងជាទៅឈរលើនរណាពឹងលើនរណាព្រោះម្នាក់គឺរំពឹងថាជាតិនឹងមកជួយអត់មានរំពឹងថានឹងជួយជាតិទេបាទហើយម្យ៉ាងទៀតបើយើងមើលសម័យមុនគឺព្រះមហាក្សត្ររបស់យើងឬក៏ទម្លាប់របស់ស្ដេចយើងជាទូទៅគាត់ទៅណាមកណាគាត់ចែកអំណោយមានរឿងអីគាត់ទៅដោះមន្ត្រីមុំដោះមិនរួចទេតួនាទីរបស់ថ្នាក់ក្រោមអត់ទៅមានគឺបកគលឲ្យតែថ្នាក់លើជាអ្នកកាត់ក្តីមន្ត្រីថ្នាក់តូចធ្វើបាបប្រជាជនអញ្ចឹង
ទាំងអស់នេះហើយបានធ្វើឲ្យប្រជាជនយើងអត់មានអ្វីជាទីពឹងទេពឹងរាជការពឹងមិនបានមានតែពឹងគ្រូពឹងរាជការពឹងមិនបានពឹងច្បាប់ពឹងមិនបានមានតែពឹងលើការជេរការបចោបន់ស្រន់ដើម្បីឲ្យអ្នកដែលធ្វើអំពើអាក្រក់នឹងរងបាបកម្មអានេះគឺជាកង្វះមូលដ្ឋានកង្វះចំណេះដឹងដែលធ្វើឲ្យមូលដ្ឋានជាតិនឹងបានបាត់បង់បាទហើយព្រះមហាក្សត្ររបស់យើងឬក៏អ្នកមានហ្នឹងគេចូលចិត្តយកអំណោយទៅចែកឬក៏អាចចែកដោយចិត្តអាចចែកដោយសម្ដែងបាទមិនថាយ៉ាងណាក៏ដោយគោលបំណងរបស់គាត់គឺអាចថាចង់ជួយចុះឬក៏អាចចង់បានប្រជាប្រិយភាពប៉ុន្តែទាំងអស់នោះក៏វាជាឥទ្ធិពលដែរធ្វើឲ្យមនុស្សមានរំពឹងថានឹងមានអ្នកនេះមកជួយអ្នកនោះមកជួយបង្កើតជាទម្លាប់ថ្មីមួយធ្វើឲ្យប្រជាជនចង់បានតែគេជួយអត់ចង់ជួយគេទេអានេះគឺជាបញ្ហាមួយចំនួនបាទហេតុផលទាំងអស់នេះដែលធ្វើឲ្យប្រជាជនកម្ពុជាយើងធ្វើអីក៏ដោយចេះតែរំពឹងថាអ្នកក្រៅល្អជាងអ្នកខាងក្នុងរំពឹងថាទេវតានឹងជួយរំពឹងថាបរទេសនឹងមកជួយពេលមានសង្គ្រាមដូចសម័យស្រីរាជាមានទំនាស់ផ្ទៃក្នុងជាមួយនឹងស្រីសូរិយោទ័យហើយនឹងព្រះបាទធម្មរាជាជាដើមអញ្ចឹងថៃចូលមកសម្របសម្រួលកាត់សុកចិត្តធម្មរាជាសុកចិត្តកាត់ដីដែលស្រីរាជាវាយកពីថៃបានមកពីសៀមបានមកហើយបកគលឲ្យសៀមវិញបាទប៉ុន្តែក៏បន្ទាប់មកសុខសន្តិភាពកន្លែងនេះធ្វើឲ្យប្រជាជនបាត់ជំនឿលើព្រះមហាក្សត្រហើយក៏បាត់ជំនឿលើរាជរដ្ឋាភិបាលចំណុចទាំងអស់ហ្នឹងវាធ្វើឲ្យយល់ថាមានរឿងអីតលតែបរទេសចូលមកអន្តរាគមន៍ខ្លួនឯងលែងដោះស្រាយបញ្ហាដោយខ្លួនឯងបានយើងជឿលើបរទេសយើងជឿលើអ្នកក្រៅលែងជឿលើខ្លួនឯងយើងក៏យកអ្នកដទៃមកជាទីពឹងជារឿងដរាបមកអញ្ចឹងមូលដ្ឋានគ្រឹះរបស់យើងគឺរាល់ថ្ងៃនេះវាឃ្លីងឃ្លោងព្រោះវាមិនមែនយើងជាអ្នកកំណត់ទេបើមិនយើងប្រៀបធៀបទៅថៃនៅក្នុងសង្គ្រាម5ថ្ងៃយើងឃើញថាថៃទិញបានមនុស្សប្រមាណអ្នកពីកម្ពុជាយើងណា 4-5 នាក់ដែលលួចលក់ព័ត៌មានលួចផ្ដល់ព័ត៌មានឲ្យថៃដើម្បីដឹងពីទីតាំងអាវុធទីតាំងទាហានរបស់យើងប៉ុន្តែអត់មានព័ត៌មានថាយើងទិញព័ត៌មានបានពីថៃទេបាទយើងអត់អាចទិញក្បាលប្រជាជនថៃណាម្នាក់ដើម្បីផ្ដល់ព័ត៌មានមកឲ្យយើងទេសូម្បីតែខ្មែរគ្នាឯងដែលជាអតីតខ្មែរឈាមជ័រតែមួយឬក៏ខ្មែរសរិនស៊ីសកេតបុរីរ៉ាំជាដើមបាទអញ្ចឹងគឺយើងបាត់បង់ជំនឿទុកចិត្តលើរដ្ឋាភិបាលហើយយើងសម្លឹងមើលធនធាននឹងឬក៏ទ្រព្យសម្បត្តិក្នុងរយៈពេលនឹងជាសំខាន់ហេតុអីគាត់អត់បានយកចិត្តជាគោលទេគាត់អត់បានយកចិត្តជាគោលទេគាត់ឃើញអ្នកណាល្អគាត់ជឿលើអ្នកហ្នឹងគាត់ស្រឡាញ់ថៃគេល្អជាមួយយើងព្រោះគេចង់បោកយើងអញ្ចឹងយើងក៏ជឿគេថាគេល្អនឹងយើងពិតប្រាកដមែនចំណុចមួយទៀតហ្នឹងគឺរហូតទៅដល់មានបងប្អូនខ្មែរយើងខ្លះហ្នឹងគាត់យកបរទេសជាគោលហើយអ្វីដែលគាត់ខិតខំគឺគាត់ខិតខំរស់ស៊ីគាត់ខិតខំធ្វើការគាត់ខិតខំកេងប្រវ័ញ្ចជាតិគោលបំណងរបស់គាត់ហ្នឹងគឺដើម្បីមានថវិកាមានលុយគ្រប់គ្រាន់ដើម្បីទៅរស់នៅក្រៅប្រទេសបាទដើម្បីទិញសញ្ជាតិដើម្បីអីទៅទៀតបាទវាមិនមែនទាំងអស់ទេអ្នកទៅរស់នៅក្រៅប្រទេសហ្នឹងអ្នកខ្លះគាត់ក៏មិនបានទៅដោយអំពើពុករលួយអីដែរប៉ុន្តែគាត់ទៅដោយស្របច្បាប់ឬក៏ទៅដោយវិធីណាដែលល្អអញ្ចឹងទៅប៉ុន្តែមានមួយចំនួនគាត់អត់មានទំនុកចិត្តលើជាតិខ្លួនឯងទេគឺគាត់រហូតដល់ថ្នាក់សន្សំលុយសន្សំកាក់ដើម្បីធ្វើម៉េចឲ្យបានគ្រប់គ្រាន់នៅក្នុងការយកទៅប្រើប្រាស់នៅក្នុងការទទួលបានសញ្ជាតិទៅរស់នៅក្រៅប្រទេសទៅទៀតឯនោះបាទនេះគ្រាន់តែជាផ្នែកមួយទេមិនមែនគ្រប់គ្នាទាំងអស់ទេបាទអញ្ចឹងអានេះគឺជាមូលដ្ឋានរបស់សង្គមយើងនៅពេលបច្ចុប្បន្នដែលវាមិនទាន់មានភាពរឹងមាំសង្ឃឹមថាឆ្លងកាត់រយៈពេលនេះកម្ពុជាយើងនឹងមានប្រជាជនដែលស្រឡាញ់ជាតិឲ្យបានច្រើនជាងមុនចង់ជួយជាតិឲ្យបានច្រើនជាងមុនបាទសូមអរគុណសូមជម្រាបលា